ចឹងរត់ថ្ងៃអ្នកនេះបើកទ្វារបងអ្នកនេះអញ្ចឹងមែននេះបើកអញ្ចឹងមែនបើកឲ្យចូលផ្ទះអញ្ចឹងមែន no អ្នកនេះសម័យហ្នឹងគេឈប់បើកទ្វារអញ្ចឹងហើយអញ្ចឹងជាដំបូងអ្នកនេះគ្រាន់តែជីកដី3គុណ2ហ្នឹងហើយ3គុណ2អញ្ចឹងនេះ2អានេះចំនួន3អញ្ចឹងជីកចំនួន2ប្លុកចុះក្រោមនេះធ្វើអញ្ចឹងមកបន្ទាប់មកគឺយើងដាក់ redstone ទៅខាងក្រោមនេះដាក់ redstone ពេញអញ្ចឹងមកតមកយើងជីកមកខាងនេះ1នេះជីកខាងនេះ2អញ្ចឹងមកតមកតនេះ1តនេះ1អូខេតមកយើងតខ្សែភ្លើងទៅតទៀតអូខេតអញ្ចឹងមកហើយតមកយើងដាក់ redstone torch ទៅនេះ1 redstone torch ទៅនេះ1ឃើញអត់បន្ទាប់មកគឺយើងដាក់ sticky piston បែរមកខាងនេះ1ខាងនេះដូចគ្នាខាងនេះ1តមកយើងដាក់ block លើនេះ1 block លើនេះ1 sticky piston ទៅនេះ1 sticky piston ទៅនេះ1ហើយលើនេះចំពោះលើនេះវិញគឺយើងដាក់ជាមួយនឹង redstone លើនេះ1 redstone លើនេះ1តមកយើងដាក់ sticky piston បែរមកខាងនេះដូចគ្នាយើងបែរយ៉ាងមកយើងបែរចឹងមកអូខេអែមកគ្នាអូខេបន្ទាប់មកអាខាងក្រោមនេះយើងដាក់ជាអីដែល block អីដែលមើលទៅដូចបន្លំចឹងដូចយើងបន្លំជាមួយនឹងនេះចឹងហើយតមកអ្នកនេះដាក់អានេះម្ដងសម្រាប់ជន់នេះអ្នកនេះមើលអត់ចង់ឃើញទេតមកគឺយើងដល់ពេលនេះបិទបាំងម្ដងនេះគឺយើងបិទបាំងកុំឲ្យគេមើលឃើញចឹងថាកន្លែងនេះផ្ទះសម្ងាត់អញ្ចឹងពេលអ្នកនេះមើលផ្ទះនឹងពីចង្អាយទៅថាដូចអត់ចាប់អារម្មណ៍ចឹងនេះគឺដូចកន្លែងខែវដូចជាមានថ្មធម្មតាចឹងទៅប៉ុន្តែពេលអ្នកនេះដល់ទៅជិតវាទៅអ្នកនេះឃើញកន្លែងជន់នេះមួយកន្លែងជន់នេះពេលយើងចូលទៅគឺបិទអូតូហេទ្វារបិទអូតូអញ្ចឹងអ្នកនេះអាចមកយកអីវ៉ាន់របស់អ្នកនេះដូចជា diamond ទុកលាក់អីវ៉ាន់នៅក្នុងនឹងបានឬអត់អញ្ចឹងបើយើងចង់ចេញវិញគឺចេញវិញទេឡូវមែនតើ